សួស្តីបងប្អូនប្រិយមិត្តនៃទស្សនា Channel ព័ត៌មានអន្តរជាតិទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំនឹងនាំព័ត៌មានបាទអន្តរជាតិកំពុងតែចាប់អារម្មណ៍មួយនៅលើពិភពលោកបាទមកចែកជូនបងប្អូនបាទសម្រាប់នឹងវិភាគទាំងអស់គ្នាបាទគឺព័ត៌មាននេះគឺធ្វើបាទឲ្យពិភពលោកមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភយ៉ាងខ្លាំងមែនទែនបាទនៅថ្ងៃទី4ខែមករាឆ្នាំ2026លោកបាទប្រធានាធិបតីអាមេរិកបាទលោក Donald Trump បានប្រកាសថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងប្រទេសវេណេស៊ុយអេឡាជាបណ្ដោះអាសន្នបន្ទាប់ពីកម្លាំងបាទរបស់សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការយោធានិងចាប់ខ្លួនប្រធានាធិបតី Nicolas Maduro បាទនៃប្រធានាធិបតីប្រទេសវេណេស៊ុយអេឡាតាមការបញ្ជាក់បាទលោក Maduro ត្រូវបានដាក់ឃុំខ្លួននៅសហរដ្ឋអាមេរិកហើយកំពុងប្រឈមនឹងការស៊ើបអង្កេតពាក់ព័ន្ធនឹងបទបាទចោទជាច្រើនយ៉ាងធ្ងន់ធ្ងរបាទរួមមានការជួញដូរគ្រឿងញៀនអំពើពុករលួយនិងការរំលោភសិទ្ធិមនុស្សជាដើមចំពោះសេចក្តីថ្លែងការណ៍របស់លោកត្រាំក្នុងសន្និសីទសារព័ត៌មានលោកត្រាំបាននិយាយថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងបាទវេណេស៊ុយអេឡារហូតដល់ពេលដែលអាចធ្វើការផ្ទេរអំណាចបានដោយសុវត្ថិភាពនិងត្រឹមត្រូវលោកបានអះអាងថាវិធានការនេះគឺដើម្បីជួយឲ្យវេណេស៊ុយអេឡាមានស្ថិរភាពនិងអនាគតដ៏ល្អប្រសើរជាងមុនបន្ទាប់ពីប្រទេសនេះជួបវិបត្តិនយោបាយនិងសេដ្ឋកិច្ចអស់រយៈពេលជាយូរបាទបច្ចុប្បន្នផងដែរស្ថានភាពនៅវេណេស៊ុយអេឡាបន្ទាប់ពីការចាប់ខ្លួនលោក Maduro ស្ថានភាពនៅតាមទីក្រុងជាច្រើននៅតែភាពស្ងប់ស្ងាត់និងតានតឹងប្រជាពលរដ្ឋជាច្រើនមិនហ៊ានចេញក្រៅផ្ទះដោយសារភ័យខ្លាចថាអាចមានភាពវឹកវរឬអំពើហិង្សាកើតឡើងមនុស្សខ្លះមានអារម្មណ៍សង្ឃឹមថាប្រទេសអាចនឹងមានការផ្លាស់ប្ដូរល្អប៉ុន្តែមនុស្សមួយចំនួនទៀតវិញមានការព្រួយបារម្ភពីការជ្រៀតជ្រែករបស់បរទេសចូលក្នុងអធិបតេយ្យភាពប្រទេសរបស់ខ្លួនបាទចំណុចនេះផងដែរនៅក្នុងប្រទេសវេណេស៊ុយអេឡាបាទប្រជាពលរដ្ឋជាច្រើនបាទខ្លះក៏មានការគាំទ្រខ្លះក៏មានការព្រួយបារម្ភខ្លះទៀតមិនដឹងថាតើការចាប់ខ្លួនលោកប្រធានាធិបតីហ្នឹងគឺធ្វើឲ្យប្រទេសប្រសើរឡើងឬក៏យ៉ាងណាផងដែរនោះចំពោះព្រឹត្តិការណ៍នេះបានធ្វើឲ្យប្រទេសជាច្រើននៅលើពិភពលោកបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងប្រទេសខ្លះគាំទ្រទៅលើការសម្រេចរបស់សហរដ្ឋអាមេរិកខណៈដែលប្រទេសខ្លះនិងអង្គការមួយចំនួនផ្សេងទៀតបានរិះគន់ថានេះជាការជ្រៀតជ្រែកនិងរំលោភច្បាប់អន្តរជាតិយើងអាចសន្និដ្ឋានបាទចំពោះចំណុចនេះផងដែរការចាប់ខ្លួនប្រធានាធិបតី Nicolas Maduro និងការប្រកាសរបស់លោក Trump បានក្លាយជាចំណុចបាទបំលែងដ៏សំខាន់មួយសម្រាប់ប្រទេសវេណេស៊ុយអេឡានិងនយោបាយអន្តរជាតិនៅពេលនេះផងដែរពិភពលោកកំពុងរងចាំមើលថាតើស្ថានភាពនេះនឹងនាំឲ្យវេណេស៊ុយអេឡាមានសន្តិភាពនិងស្ថិរភាពឬនឹងបង្កវិបត្តិថ្មីមួយទៀតនៅថ្ងៃខាងមុខឬយ៉ាងណាបច្ចុប្បន្នផងដែរចំពោះប្រទេសបាទដែលមានប្រេងឆៅច្រើនជាងគេលើពិភពលោកគឺប្រទេសវេណេស៊ុយអេឡានេះផងដែរបាទនេះគឺជាតារាងបាទលំដាប់ប្រទេសដែលខ្ញុំនឹងដាក់ជូនបងប្អូនប្រិយមិត្តទស្សនាផងដែរអរគុណសម្រាប់ការទស្សនាបាទសង្ឃឹមថាបងប្អូននឹងជួយចុច Subscribe Like ម្នាក់មួយផងបាទអរគុណច្រើន